អាសុកនឹងគេរៀបចំឲ្យคล้ายទៅជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រនិងរៀបចំប្រទេសឡើងវិញខ្ញុំចង់សួរអាសុកចេះឯងបានប្រទេសណារៀបចំអាសុកថ្ងៃនេះអញសួរឯងតិចមើលអាសុកបាទអាសុកឯងបានប្រទេសណារៀបចំថ្ងៃហ្នឹងហើយឯងរៀបចំយុទ្ធសាស្ត្រជាមួយណាគេយុទ្ធសាស្ត្រឯងហ្នឹងក្រៅពីពង្រៀនគេឲ្យរត់ចោលស្រុកហ្នឹងឯងក្រៅពីនាំគេឲ្យរត់ចោលស្រុកហ្នឹងឯងចេះស្អីស្ថាប័នយុទ្ធសាស្ត្រឯងមិនដែលលឺនៅស្រុកខ្មែរមិនដែលលឺស្ថាប័នយុទ្ធសាស្ត្រនឹងរៀបចំប្រទេសឡើងវិញឯងមិនដែលលឺយុទ្ធសាស្ត្រនឹងបានតែរឿងគេធ្វើចលនាធ្វើនយោបាយធ្វើអីតាដល់ពេលទៅដឹកនាំប្រទេសរដ្ឋាភិបាលដឹកនាំប្រទេសមានរដ្ឋាភិបាលយុទ្ធសាស្ត្រមានស្ថាប័នយុទ្ធសាស្ត្ររៀបចំប្រទេសចង់សួរអញ្ចឹងចង់សួរឯងមានប្រទេសណារៀបចំរាល់ថ្ងៃហ្នឹងធ្វើជាមនុស្សបញ្ញាក្អែកនៅរស់នៅលើទឹកដីគេតាហើយទៅរៀបចំប្រទេសណាបើឈួតចឹងបើចូលស្រុកអត់បានទេឯងចំប្រទេសណាហើយអ្នកណាគេទៅដករដ្ឋាភិបាលរាល់ថ្ងៃហ្នឹងយកប្រទេសហ្នឹងឲ្យឯងដើម្បីឲ្យរៀបចំតែជាស្អីដល់បងចេញឡើងមកដូចលេងបៃលុកបៃឡអញ្ចឹងអីអត់មានប្រទេសរៀបចំផងមាននេះរៀបចំប្រទេសស្អីយុទ្ធសាស្ត្រគុណចាស់ចាតិកាវត្តសាលានដែរណាថ្វាយគុំយុទ្ធសាស្ត្រគេនោះយើងនាំគ្នាទៅដកត្រកូលហ៊ុនយកប្រទេសសងប្រជាពលរដ្ឋវិញហើយដល់ងើយដេកនិយាយរឿងអាសុកងើយដេកមកយកប្រទេសសងប្រជាពលរដ្ឋវិញដូចម៉ែអាឈួតណាវាបោកប្រជាពលរដ្ឋឲ្យងើបឡើងហើយវានៅក្រៅប្រទេសហើយវាទៅដណ្ដើមប្រទេសសងប្រជាពលរដ្ឋយុទ្ធសាស្ត្រហ្នឹងបាទបងអេងឡាយយុទ្ធសាស្ត្រហ្នឹងណាបងគិតមើលវាទៅជាទៅដណ្ដើមប្រទេសសងប្រជាពលរដ្ឋវិញហើយខ្លួនឯងនៅហ្វាំងឡង់នៅអាមេរិកនៅអូស្ត្រាលីនៅអីហ្នឹងចុះឯងទៅដណ្ដើមមកម៉េចឯងទៅដណ្ដើមមកម៉េចហើយក៏ឯងក៏ប្រើប្រជាជនឲ្យទៅដណ្ដើមឲ្យឯងអានេះវាមួយថ្ងៃវាប្រកាសអំពីនេះឲ្យប្រជាជនងើបឡើងបះបោហើយវាថាវាទៅដណ្ដើមប្រទេសទៅដណ្ដើមវាតតែឯងទៅប្រកួតវាតឯងទៅប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិហើយបើឯងអំពាវនាវឲ្យគេទៅប្រយុទ្ធជំនួសឯងដដែលឯងចាំបាច់คลายទៅជាគ្រូយុទ្ធសាស្ត្រឯងចាំបាច់រៀបចំប្រទេសឡើងវិញទៅស្អីឯងពៀវនាវឲ្យគេទៅដណ្ដើមប្រទេសហ្នឹងឯងពៀវនាវឲ្យម៉េចឲ្យប្រទេសហិនហោចអូអានេះសង្ស័យគំនិតវាណាអាយុទ្ធសាស្ត្រអីស្ថាប័នយុទ្ធសាស្ត្រនឹងរៀបចំប្រទេសឡើងវិញប្រហែលជាគំនិតវាអញ្ចឹងខ្ញុំដឹងគំនិតរបស់វាពេលដែលវាទៅដណ្ដើមប្រទេសហ្នឹងវាបំផុសបំផុលឲ្យខ្មែរមានសង្គ្រាមស៊ីវិលផ្ទៃក្នុងកំទេចគ្នាសម្លាប់គ្នាបំផ្លាញហេដ្ឋារចនាសម្ព័ន្ធបំផ្លាញផ្លូវគមនាគមន៍បំផ្លាញអ្វីទាំងអស់មានន័យថាឲ្យប្រទេសកម្ពុជារាល់ថ្ងៃនេះបាក់ស្រុតទៅសម័យទសវត្ស79អាលុំអាលាយកើតមកបាតដៃទទេដល់ពេលចាប់ពីបាតដៃទទេទៅចាប់ដើមវារៀបចំប្រទេសឡើងវិញវាស្ដារប្រទេសឡើងវិញអានេះគេមានតែនាំមនុស្សទៅរកការអភិវឌ្ឍនិងរីកចម្រើនបន្តវានាំទៅបំផ្លាញហើយសនុកឲ្យវារៀបចំប្រទេសឡើងវិញហើយបងប្អូនគិតមើលបំណុលចាស់បំណុលថ្មីតាមពួកអាឈួតអស់ហ្នឹងវាមិនចប់បាត់ទៅហើយបងប្អូនមើលមិនធ្លាប់យើងមានបំណុលចាស់សម័យលន់ណុលជាពាក់សហរដ្ឋអាមេរិកសងអត់តនរួចទេបំណុលចាស់សម័យលន់ណុលហើយចុះសម័យនេះកម្ពុជាយើងអភិវឌ្ឍបានប៉ុណ្ណឹងយើងជាពាក់បរទេសប្រមាណយើងជាពាក់បរទេសច្រើនណាស់ហើយចុះបើសិនណាជាក្រុមអាសុកហ្នឹងវាបបួលគ្នាទៅកំទេចហេដ្ឋារចនាសម្ព័ន្ធទៅបំភ្លេចប្រទេសកម្ពុជាឧទាហរណ៍ទៅចោះថាពួកវាអាចបដូរសម្ដេចតេជោបានទៅចោះគណៈបកប្រជាជនបានទៅចោះហេដ្ឋារចនាសម្ព័ន្ធប្រជាជនស្លាប់ហើយនេះនឹងចឹងវាមិនត្រូវការខ្ចីលុយគេមកសងទៀតមកកសាងឡើងវិញទៀតហើយដល់កសាងឡើងវិញអាលុយចាស់អាលុយថ្មីបូកជាមួយគ្នាទៅវាមិនឈួតប្រជាជនខ្មែរហ្នឹងងាប់អស់ជាងពាក់កណ្ដាលទៀត
ណាប្រជាជនខ្មែរទឹមកើនដល់17លាននាក់ឥឡូវវាបបួលឲ្យប្រជាជនខ្មែរនឹងងាប់ឲ្យអស់ក្រោមនៅសល់17លាននាក់ទៀតហើយបងប្អូនទៅជឿតាមពួកអាឈួតហ្នឹងណាបងប្អូនថាមើលបងប្អូនធ្វើតាមអាពួកហ្នឹងណាអញ្ចឹងសំណុកឲ្យវារៀបចំប្រទេសឡើងវិញកំណត់របស់វាអញ្ចឹងអាប្រទេសគេរៀបចំទៅល្អហើយគ្រាន់តែកំណែតម្រង់វាអត់ព្រមវាចង់ទៅបំផ្លាញហើយវាស្ដារឡើងវិញមានស្ថាប័នដូចអាចចឹងដែរបងប្អូនបង្កើតស្ថាប័នដូចអាចស្ថាប័នយុទ្ធសាស្ត្រនឹងរៀបចំប្រទេសឡើងវិញហើយប្រជាជនខ្មែរខ្ញុំសួរមើលឥឡូវនេះបើសិនណាជាថ្ងៃហ្នឹងបងប្អូនមានម៉ូតូជិះមានទូរទស្សន៍មើលមាន Facebook មានអីប្រើអញ្ចឹងបងប្អូនមិនសូវសបោលុយទេប៉ុន្តែបងប្អូនហោចណាស់ក៏មាន Facebook មើលដែរមែនទេបងប្អូនមានម៉ូតូជិះដែរមែនទេมันមានឡានជិះអីมันសបោសបាយទេប៉ុន្តែបងប្អូនមានសេរីភាពនៅក្នុងការដើរហើរមែនទេមែនចុះបើសិនណាជាបងប្អូនងើបឡើងកំតិចគ្នា Facebook មានទៀតទេ YouTube មានទៀតទេ Internet មានទៀតទេបើផ្ទៃក្នុងប្រទេសឆ្លោះគ្នាបាក់បែកគ្នាមានទៀតទេអត់ម៉ូតូមានជិះទៀតទេម៉ូតូមានក៏ជិះមិនកើតឡានមានជិះទៀតទេឡានមានជិះមិនកើតចុះឥឡូវដល់រវល់បាញ់គ្នាមានណាជិះមានរហូតយកកិច្ចខ្លួននោះចុះហាងបាយហាងនំហាងបារការ៉ាអូខេម៉ាស្សាម៉ាសូណា KTV K អីហ្នឹងយើងចង់ច្រៀងបានទៀតទេអត់បានទេចុះរវល់តែបាញ់គ្នាមានពេលណាទៅច្រៀងមានពេលណាចូល KTV មានពេលណាសបាយមានពេលណាត្រាម៉ាណាឥឡូវខ្ញុំសួរឥឡូវចង់បានអញ្ចឹងទៀតមែនហេសួរបងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសអាអ្នកគាំទ្រអារដ្ឋាភិបាលក្រៅប្រទេសនោះសួរវាមើលហើយចង់បានអញ្ចឹងអត់បើហើយចង់បានអញ្ចឹងបញ្ជូនទៅនៅអ៊ុយក្រែនហើយកុំនៅហ្នឹងទៅនៅអ៊ុយក្រែនណាសួរមើលសួរពួកអ្នកនៅស្រុកខ្មែរបងប្អូននៅស្រុកខ្មែរចង់បានអញ្ចឹងទៀតមែនតែវាមិនដែរអញ្ចឹងទេមិនដែរអញ្ចឹងម៉េចហើយកុំចេះតែនិយាយវាមិនដែរអញ្ចឹងហ្មងហើយស្មានតែគណៈបកប្រជាជនហ្នឹងគេឲ្យហើយឈ្នះលេងគេមានកងទ័ពនៅក្នុងដៃហើយអត់មានកងទ័ពផងហ្នឹងណាចង់មិនចង់គេបង្ក្រាបពួកឯងចោលអស់ហ្នឹងហើយគិតមើលដូចឆ្នេះគេមិនអាចឲ្យយើងទៅសម្លាប់គេងាយទេគេមានកំភ្លើងនៅដៃហើយស្មានតែចង់ទៅសម្លាប់គេងាយណាហើយមានអន្តរជាតិឯណាគេទៅជួយពួកឯងឲ្យទៅសម្លាប់គ្នាឯងនោះទៀតនោះអានោះបើសិនណាជាបបួលគៀងកោទៅកំតិចគ្នាឯងអញ្ចឹងអានឹងវាចូលដល់ឯងបង្កើតរដ្ឋាភិបាល$23ប៉ុន្តែឯងដើរប្រជ្រះពី$23បងញ៉ុងមែនទេ$23គេឲ្យដោះស្រាយដោយសន្តិវិធីវានាំគ្នាទៅព្រមលំទៅដដើមប្រទេសហើយតាំងខ្លួនធ្វើជារដ្ឋាភិបាល$23តែអត់គោរព$23អានេះខ្ចី$23យកមកប្រើប្រាស់ប៉ុន្តែប្រើផ្ទុយពី$23បងប្អូនគិតមើលចុះស្មារតី$23គឺបញ្ចប់សង្គ្រាមស៊ីវិលចុះដោយពួកវារាល់ថ្ងៃហ្នឹងវានាំធ្វើសកម្មភាពអស់ហ្នឹងវាមិនបង្កើតសង្គ្រាមស៊ីវិលអញ្ចឹងមានន័យថាវាប្រើពាក់ខោអាវ$23ប៉ុន្តែវាបំផ្លាញស្មារតី$23ឃើញទេឃើញអត់បងប្អូនឃើញអត់ពាក់ខោអាវ$23ប៉ុន្តែបំផ្លាញស្មារតី$23ណែអាហ្នឹងដែលយើងត្រូវលើកដបងឡើងដាក់អាហ្នឹងអាណាអំពាវនាវដាក់ក្បាលអាហ្នឹងហើយអំពាវនាវឲ្យគេផ្ដួលរំលំអំពាវនាវឲ្យប្រទេសហែកហួរគ្នាដាក់ក្បាលវាទៅមកបើវានៅក្នុងស្រុកតែបើវានៅក្រៅស្រុកអាហ្នឹងឲ្យវានិយាយតាមតាម៉ែវាទៅហើយបើអាចធ្វើសហប្រតិបត្តិការជាមួយប្រទេសសម័យនឹងបានយកក្បាលវាទៅទៀតវាល្អពីព្រោះខ្ញុំជឿថាគ្មានណាចង់បានទេទោះខ្ញុំទោះជាក្រដើរសុំទានគេក៏ខ្ញុំចង់មានសេរីភាពក្នុងការសុំទានដែរកុំថាឡើយបងសំបីតអ្នកសុំទានណាក៏គាត់មិនចង់ឲ្យមានសង្គ្រាមដែរហេតុអីហ៎ពីព្រោះបើមានសង្គ្រាមគាត់មានឱកាសណាដើរសុំទានគេណាហើយមានអ្នកណាមានលុយមានបាយមានម្ហូបទៅឲ្យគាត់ទៀតបើម្នាក់រត់គ្រប់តែគ្នាហ្នឹងមានឱកាសណាទៅសុំទានទៀតដូច្នេះសំបីតែសត្វជ្រូកសត្វឆ្កែសត្វឆ្មាក៏អត់ត្រូវការសង្គ្រាមដែរដូច្នោះហើយសូមឲ្យបងប្អូននឹងយល់ពីតម្លៃនឹងផងហើយរាល់ថ្ងៃហ្នឹងដូចខ្ញុំនិយាយចឹងបានគេបង្កើតស្ថាប័នរៀបចំប្រទេសឡើងវិញ
រៀបចំប្រទេសអាចអីទេអាប្រទេសគេរៀបចំបានប៉ុណ្ណឹងហើយគ្រាន់តែទៅនាំគ្នាទៅកែតម្រង់ទៅបានហើយចាំបាច់ក្បាលឯងទៅរៀបចំស្អីទៀតប្រទេសប៉ុណ្ណឹងហើយឯងចង់បានប៉ុណ្ណាទៀតបើឯងចង់កែតម្រង់ឲ្យល្អជាងនឹងទៀតអានឹងអូខេហើយណាតែបើឯងចង់ទៅរៀបចំប្រទេសពីមានវិឡាហ្នឹងទៅឲ្យវិឡាដួលអស់ហើយណាពីមានហេដ្ឋារចនាសម្ព័ន្ធហ្នឹងឲ្យហេដ្ឋារចនាសម្ព័ន្ធឲ្យលាយខ្ទេចហើយសំបបួលពួកគ្នាឯហ្នឹងកសាងឡើងវិញមែនក៏ដូចមកកំណត់ថោក ពួកកំណត់ថោកឯនេះវាចឹងខ្ញុំដាក់ឯងត្រូវដឹងគេមិនមែនឲ្យឯងទៅយកលេងទេអានាងណាគេមិនមែនឲ្យឯងទៅឈ្នះគេលេងទេគេមិនមែនឲ្យឯងទៅផ្ដួលគេលេងទេឯងកុំច្រឡំណាកុំច្រឡំឲ្យសោះណាគេប៉ុណ្ណឹងហើយគេមិនទៅបដ ாய் ឯងទៅដើមគេលេងទេបើឯងទៅដើមតាមការបោះឆ្នោតអានឹងគេអត់មានអីនិយាយទេហើយបើទៅដើមគេតាមហិង្សាអានឹងគេរោបំផុតហើយគេបោះនៅតែឯងទៅប្រើហិង្សាហ្នឹងតើប្រាប់ម្ដងហើយម្ដងទៀតពួកអានេះល្ងងមែនហ្មងគេបោះនៅតែពួកឯងប្រើហិង្សាទៅណាគេខ្លាចតែឯងមិនប្រើហិង្សាទេតែឯងប្រើហិង្សាឯងខុសច្បាប់ហើយតែខុសច្បាប់ហើយគេស៊ីឯងអត់មាននេះទេណាអានឹងអញ្ចឹងឲ្យបានធ្វើនយោបាយតាំងពីភ្លើរហូតដល់ឆោតអត់ច្រឡំតាំងពីឆោតរហូតដល់ភ្លើឥឡូវវាចូលដល់លក្ខណៈខ្លៅឥឡូវចូលដល់លក្ខណៈខ្លៅអានឹងត្រូវដឹងអញ្ចឹងខ្ញុំប្រាប់អាសុកវាគ្មានសមត្ថភាពរៀបចំអាចស្អីវាទេវារៀបចំតែជីវិតរបស់វានឹងមិនប្រពៃផងហើយវាមានចំណេះដឹងឯណាទៅរៀបចំជីវិតនឹងប្រទេសកម្ពុជាឲ្យប្រសើរនោះសំបីតែជីវិតរបស់វានឹងវារៀបចំមិនបានប្រសើរផងមែនទេអាប្រាសាទ5មែនអត់បងប៉ុចសុកសំបីតែជីវិតវារៀបចំមិនបានផងកំថាច់ឥឡូវជីវិតវាទៅចុះឥឡូវនៅក្នុងក្រុមវានឹងនៅក្នុងក្រុមកប៉ិកកំប៉ុងក៏កំប៉ុងនៅក្រៅប្រទេសនោះអត់ត្រូវគ្នាទេឆ្លោះគ្នាបែកវល់បែកឯកខ្ទិះហើយចង់ទៅរៀបចំប្រទេសរៀបចំតែក្រុមខ្លួនឯងនឹងឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យសមជាអ្នកនយោបាយឲ្យសមជាបកនយោបាយឬឲ្យសមជាអ្នកបង្កើតចលនាតស៊ូមតិដើម្បីប្រជាធិបតេយ្យរៀបចំមិនបានផងចង់ឲ្យអាសុកនឹងទៅរៀបចំប្រទេសអូយអញហើយវាចេះតែម៉េចនោះលោកអីក៏ដេកសម័យសបើមិនលោកឲ្យលោកអាហ្នឹងហើយគេហៅថាវងអាអួតកប់ពពកដល់មកជ្រកហូបអាចលេនោះណាប៉ុណ្ណឹងអាសុកណានឹងប៉ុណ្ណឹង